ក៏រត់ជំរាបសួរលោកគ្រូអ្នកគ្រូមេត្តាបិតាអ្នកអាណាព្យាបាលនិងសិស្សានុសិស្សទាំងអស់ជាទីគោរពស្រឡាញ់ខ្ញុំបាទឈ្មោះម៉ែអាខ្ញុំមានអាយុ9ឆ្នាំខ្ញុំឈ្មោះស្រានចេសនាខ្ញុំមានអាយុ9ឆ្នាំខ្ញុំឈ្មោះស្រានខ្ញុំមានអាយុ7ឆ្នាំខ្ញុំឈ្មោះតៃរសាមេអាយុ8ឆ្នាំខ្ញុំឈ្មោះច័ន្ទអាយុ9ឆ្នាំយកខ្ញុំទាំងអស់គ្នារៀននៅថ្នាក់ទី3កនៃសាលារៀនបញ្ញវន្តខ្មែរមានទីតាំងស្រុកស្អាងខេត្តកណ្ដាលយកខ្ញុំឡើងមកនេះដើម្បីបកស្រាយប្រធានបទមួយដែលមានចំណងជើងថាសារៈសំខាន់នៃព្រៃឈើសូមចាប់ផ្ដើមព្រៃឈើពិតជាមានសារៈសំខាន់ខ្លាំងណាស់នៅលើពិភពផែនដីយើងនេះព្រៃឈើជាអាវុធប្រឆាំងនឹងគ្រោះធម្មជាតិព្រៃឈើជាកន្លែងស្វែងរកអាហារប្រើប្រាស់ជាផលប្រយោជន៍ផ្ទាល់ខ្លួនព្រៃឈើជាសួតរបស់ផែនដីហើយតើព្រៃឈើមានផលប្រយោជន៍អ្វីខ្លះចំពោះបរិស្ថានខ្ញុំសូមជូនការបកស្រាយបន្តអំពីផលប្រយោជន៍ព្រៃឈើចំពោះបរិស្ថានទៅមកខ្ញុំថាណាព្រៃឈើមានសារៈសំខាន់ជាច្រើនសម្រាប់បរិស្ថានមួយព្រៃឈើមានលំនឹងអាកាសធាតុថែរក្សាអាកាសធាតុមិនឲ្យក្តៅពេកមិនឲ្យត្រជាក់ពេក2ព្រៃឈើការពារសំណឹកដី3ព្រៃឈើជួយទាក់ទាញទឹកភ្លៀង4ព្រៃឈើផលិតអុកស៊ីសែន5ព្រៃឈើការពារគ្រោះធម្មជាតិដូចជាទឹកជំនន់ខ្យល់ព្យុះនិងអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើនខ្ញុំសូមជូនការបកស្រាយបន្តអំពីអត្ថប្រយោជន៍នៃព្រៃឈើចំពោះមនុស្សទៅមិត្តខ្ញុំដងឈុនជាការពិតណាស់ព្រៃឈើពិតជាមានប្រយោជន៍ចំពោះមនុស្សផលប្រយោជន៍ទាំងនោះរួមមានដូចជាចម្រុះសារៈមនុស្សសត្វ2ដូចជាគ្រឿងសង្ហារិម3ដូចជាប្រភពធម្មពលសម្រាប់ចម្អិនអាហារ4ជាតំបន់ទេសចរធម្មជាតិ5ព្រៃឈើដូចជាអាហារជ័រអាសត់សម្រាប់ប្រើប្រាស់ឡាក់ខ្ញុំសូមជូនការបកស្រាយបន្តអំពីអត្ថប្រយោជន៍ចំពោះសត្វទៅមើលខ្ញុំរសាក្រៅពីអត្ថប្រយោជន៍ព្រៃឈើចំពោះបរិស្ថាននិងមនុស្សព្រៃឈើក៏មានអត្ថប្រយោជន៍ចំពោះសត្វផងដែរអត្ថប្រយោជន៍ទាំងនោះមានដូចតទៅ1ព្រៃឈើជាជម្រកសម្រាប់សត្វសម្រាប់សត្វព្រៃលិចទឹកប្រៃជាជម្រកសម្រាប់ត្រីពងព្រៃលិចទឹកសាបផ្ដល់ជម្រកសម្រាប់មច្ឆជាតិខ្ញុំសូមជូនការបកស្រាយបន្តអំពីការថែរក្សាព្រៃឈើទៅមកខ្ញុំតង្ហួរដោយសារអត្ថប្រយោជន៍ទាំងអស់នេះហើយយើងទាំងគ្នាត្រូវចូលរួមដាំដើមឈើថែរក្សាព្រៃឈើឲ្យបានគង់វង្សត្រូវកាប់បំផ្លាញព្រៃឬដុតព្រៃដើម្បីធ្វើអាជីវកម្មដើមឈើមួយដើមជីវិតមួយដើមឈើជាដង្ហើមយើងទាំងអស់គ្នាការបកស្រាយរបស់ពួកយើងត្រូវបានបញ្ចប់សូមអរគុណសូមជម្រាបលា